Đã lấy cái là Karani ski từ cọ Campuchia chấm nôn from Peru ban chinh mấy đại chấm nôn đọcประมวยวิญญาณปีประตกาcái là ski ตะเกาะมิตรภาพอาเซียนឆ្នាំปี2016នៅប្រទេសម៉ាឡេស៊ីកីឡាករKarani ski តะเกาะកម្ពុជាចំនួន7រូបបានឈ្នះមេដាយចំនួន17វិញ្ញាសាពីព្រឹត្តិការណ៍កីឡាស្គីតកកមិត្តភាពអាស៊ីឆ្នាំ2016នៅប្រទេសម៉ាឡេស៊ីដែលបានវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនជាមួយនឹងការទទួលដំណើរយ៉ាងកក់ក្ដៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញលោក Ben Blanford នាយកប្រតិបត្តិនិងជាគ្រូបង្វឹកកីឡាស្គីតកកកម្ពុជាដែលដឹកនាំអត្តពលិករបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថាអត្តពលិក7រូបមានកីឡាករ5រូបនិងកីឡាការិនី2រូបដោយប្រកួតលើ16វិញ្ញាសាហើយពួកគេបានឈ្នះមេដាយចំនួន16គ្រឿងនៅក្នុងនោះមានមេដាយមាសចំនួន11គ្រឿងនិងមេដាយប្រាក់5គ្រឿងកីឡាការិនីឡុងស្រីណេដែលដណ្ដើមបានមេដាយមាសចំនួន4គ្រឿងនិងមេដាយប្រាក់ចំនួន2គ្រឿងបានសម្ដែងនៅអារម្មណ៍ផ្ទាល់ខ្លួនថារូបគេពិតជាសប្បាយរីករាយជាខ្លាំងដែលមានឱកាសចូលរួមប្រកួតតំណាងឲ្យជាតិហើយទទួលបានមេដាយគ្រប់វិញ្ញាសាដែលនាងបានប្រកួតបែបនេះនាងរំពឹងថាទៅថ្ងៃអនាគតនាងដណ្ដើមបានមេដាយជាច្រើនទៀតជូនកម្ពុជាជាពិសេសស៊ីហ្គេមឆ្នាំ2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះកញ្ញាឡុងសុធីវីអគ្គលេខាធិការសហព័ន្ធកីឡាស្គីតកកកម្ពុជាថ្លែងដែរថានេះជាជោគជ័យដ៏ធំធេងមួយសម្រាប់សហព័ន្ធជំនាញមួយនេះដែលស្គីតកកកម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះហើយថែមទាំងបានឈ្នះមេដាយគ្រប់វិញ្ញាសាទាំងអស់ទៀតកញ្ញាបន្ថែមថាការឈ្នះមេដាយទាំងនេះគឺដោយសារតែការព្យាយាមត្រៀមលក្ខណៈបានល្អក្នុងការចូលរួមប្រកួតនិងការជួយជុំជែងលើកទឹកចិត្តពីសំណាក់អាណាព្យាបាលរបស់កីឡាករកីឡាការិនីផ្ទាល់ផងដែរអគ្គលេខាធិការរូបនេះបានអះអាងយ៉ាងដូចនេះថាខ្ញុំយល់ឃើញថាសប្បាយចង់និយាយថាខ្ញុំសប្បាយរីករាយរកពីអ្វីមកថ្លែងពុំបានហើយខ្ញុំក៏មានមោទនភាពចំពោះពួកគាត់ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលដែរចាខ្ញុំយល់ឃើញថាការជោគជ័យដ៏ធំមួយនេះសម្រាប់ស្គីតកកកម្ពុជាគឺដោយសារតែគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមប្រកួតដោយសារតែមានការលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយរបស់ពួកគាត់ផ្ទាល់ទាំងផ្នែកស្មារតីទាំងថវិកាទាំងស្រុងដែលពួកគាត់បានចូលរួមប្រកួតអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយនិងមានមោទនភាពជាខ្លាំងដែលពួកគាត់មានជំនាញក្នុងការឆ្លងស្គីតកកហើយនឹងមានឆន្ទៈចង់ខ្លាយទៅជាថ្នាលនឹងចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេម2023ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់តាំងពីសហព័ន្ធកីឡាស្គីតកកបង្កើតមកនោះគឺខាងយើងបានចូលរួមប្រកួតអន្តរជាតិពីលើករួចមកហើយកាលពីឆ្នាំ2015គឺយើងទៅប្រទេសថៃនិងឆ្នាំ2016នេះគឺយើងទៅម៉ាឡេអញ្ចឹងពួកគាត់បានទទួលមេដាយជាច្រើនហើយខ្ញុំនឹងបន្តបេសកកម្មនេះក្នុងការចូលរួមប្រកួតអន្តរជាតិបន្ថែមទៀតដោយខាងគ្រូបង្វឹកលោក Ben Blanford គាត់បានមានប្រសាសន៍ថាក្នុងចំណោមប្រទេសទាំងអស់ក្នុងរីងទាំងអស់ដែលមាន13ប្រទេសចូលរួមហើយនឹង35រីងគឺកម្ពុជាយើងនៅក្នុងនោះគឺមានចំណាត់ថ្នាក់ទី21អញ្ចឹងមានន័យថាយើងនៅលើ10រីងដែរចា៎សូមបញ្ជាក់ថាការប្រកួតកីឡាស្គីតកកមិត្តភាពអាស៊ីឆ្នាំ2016នៅប្រទេសម៉ាឡេស៊ីនេះបានចាប់ផ្ដើមប្រកួតពីថ្ងៃទី7ដល់ថ្ងៃទី14ខែសីហាដោយមានប្រទេសចូលរួមចំនួន13ប្រទេសហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះមានជាង100វិញ្ញាសាព័ត៌មានកីឡាដែលខ្ញុំបានជំរាបជូននៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរហូតមកដល់ទីបញ្ចប់គ្រឿងញៀនបំផ្លាញអនាគតផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិគណៈនេះខ្ញុំបានរួមទាំងសហការីរបស់ទូរទស្សន៍រស្មីហោមី HDTV សូមអរគុណសូមជម្រាបលា